ស្ដីបងថ្ងៃនេះឃើញដំគល់ក្រៃមកបកនឹងនឹងធ្វើអីញ៉ាំអត់ហ្នឹងថ្ងៃនេះមកដុតទាញ៉ាំម្ដងធម្មតាប៉ុន្តែរសជាតិឈ្ងុយឆ្ងាញ់ជាដំបូងយើងលាងទាស្អាតហើយយើងយកមកវះវាដើម្បីឲ្យពេលដែលយើងប្រឡាក់គ្រឿងទៅវាចូលសព្វសាច់ល្អតទៅពីវះវាហើយឥឡូវយើងមកយកគល់ក្រៃនេះទឹកក្រូចសើចហ្នឹងញាត់ក្នុងពោះវាដើម្បីឲ្យវាបាត់ធំធំឆ្អាបបងប្អូនតមកយកអាគ្រឿងប្រឡាក់មាន់ដុតហ្នឹងយកមកប្រឡាក់ហើយចូលទឹកម្ទេសបន្តិចដាក់ចេងដាក់ស្ករដាក់រ៉ូឌីហើយដាក់ប្រេងខ្យងដែរដាក់ប្រេងខ្យងមកតទៅយើងដាក់គ្រឿងត្រូវសពគ្រប់អស់ហើយយើងចាប់ផ្ដើមមកម៉ាស្សាវាម៉ាស្សាឲ្យវាបាច់វាច្រឡះឲ្យវាចូលគ្រឿងបាច់វាមកស្ទើរហើយវាចូលគ្រឿងហើយយើងនេះគឺច្បាច់ប្រហែលជា4-10នាទីដែរណាបងដើម្បីវាចូលជាតិតទៅវាចូលជាតិហើយយើងចាប់ផ្ដើមដាក់គល់ស្លឹកគ្រៃនៅបំមិញហ្នឹងយើងដាក់វាលើចក្រានឲ្យពុះហើយចាំយើងដាក់ទាចូលពេលដែលយើងដាក់ទាចូលហើយយើងមិនតន់ដាក់ទឹកអីទេដាក់គ្រឿងវាហើយវានឹងពុះអាគ្រឿងយើងច្បាច់ហ្នឹងឥឡូវយើងទុកទាចោលយកមកបុកទឹកត្រីកោះកុងទៅលក់ទាវិញយើងបុកទឹកត្រីកោះកុងបន្តិចទៅមកធម្មតាដាក់ស្ករដាក់ប៊ីចេងបុកវាឲ្យម៉ត់មកតមកយើងដាក់ទឹកត្រី3ស្លាបព្រាហើយដាក់លីទឹកតិចហោះមកដើម្បីកុំឲ្យវាខាប់ពេកតមកដាក់ក្រូចឆ្មា2ផ្លែហើយភ្លក់មើលសិនហើយបើសិនស្ទើរដាក់ថែមទៀតទៅខ្ញុំដាក់តែ2ផ្លែហ្នឹងល្មមហ្នឹងទឹកត្រីកោះកុងរសជាតិទីថាឆ្ងាញ់តែម្ដងតមកយើងទៅមើលទាសិននេះទាយើងប្រែវាហោះបងប្អូនសាប្រែតមកនេះសឹកទាហើយយើងបន្លែទឹកមករោយជាការស្រេច